អ្នកមស្ការកោតថ្វាយបង្គំព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសពការតំបន់កាយគ្រប់ថ្វាយបង្គំលោកម្ចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈនិងជម្រាបសួរអំប្រុសអំស្រីបងប្រុសបងស្រីប្អូនប្រុសស្រីទាំងអស់ដោយសេចក្តីគោរពកោតក្រែងនិងជ្រះថ្លាយើងមានព្រះសម្មាសម្ពុទ្ធជាបរមគ្រូហើយបរមគ្រូរបស់យើងតែងតែព្រានប្រដៅឲ្យប្រព្រឹត្តនៅសេចក្តីល្អជាមហាកុសលដែលមានមហាកុសលប្រព្រឹត្តនៅក្នុងបញ្ញកិរិយាវត្ថុ10រហូតដល់មហាកុសលត្រាលោកតរៈជាមហាកុសលដ៏ឧត្តមដើម្បីនឹងរួចផុតរំដោះពីគំនរនៃសេចក្តីទុក្ខអស់កាលដ៏យូរអង្វែងមកហើយគណៈទៀតនឹងព្រះដ៏មានពភៈព្រះអង្គទ្រង់សម្ដែងនៅក្នុងលេខសោតនេះគឺកោលិកភិក្ខុនឹងមានប្រវត្តិរបស់លោកហេតុដែលនាំឲ្យលោកមានសេចក្តីប្រទុះជាមួយនឹងព្រះសារីបុត្រនិងព្រះមោគលានឹងមានហេតុខាងដើមទៀតណាកាលនោះកោលិកភិក្ខុនឹងជាកូនសេដ្ឋីទៀតហ្នឹងហើយលោកក៏បានចេញបួសនៅក្នុងសំណាក់ព្រះដ៏មានពភៈហើយឪពុកដែលនោះក៏សាងសង់វត្តមួយសម្រាប់លោកគង់នៅទៀតកោលកភិក្ខុនេះធ្លាប់តែជាបុត្ររបស់សេដ្ឋីដែលមានទ្រព្យច្រើនរស់នៅជាសុខតតែបួសហ្នឹងក៏ប្រាថ្នាសុខនឹងឯងគឺសុខទៅតាមផ្លូវកាយសុខទៅតាមការសរសើរមានលៀបមានយសមានបរិវារហ្នឹងណាថ្ងៃមួយព្រះសារីបុត្រនិងព្រះមោគលានលោកនិមន្តទៅស្រុកនិគមនោះហើយកោលិកភិក្ខុហ្នឹងក៏គិតថាមោគលាននិងព្រះសារីបុត្រនេះជាអ្នកប្រាថ្នាតិចកាលណាបើអគ្គសាវកទាំងពីរហ្នឹងមកនៅក្នុងនិគមជនបទហ្នឹងប្រកាសជាមានគេបូជាច្រើនហ្នឹងមានបូជាលោកច្រើនណាស់ទេហ្នឹងរួចហើយក៏លោកដើរចេញប្រកបប្រកាសទៅប្រាប់អ្នកស្រុកនឹងថាអគ្គសាវករបស់ព្រះសម្មាសម្ពុទ្ធទាំងពីរអង្គនឹងមានឫទ្ធិច្រើនមានអភិញ្ញាច្រើនលោកជាព្រះអរហន្តទេហើយបាននិមន្តមកវត្តរបស់យើងមកស្រុករបស់យើងហ្នឹងដោយមានបំណងថាឲ្យអ្នកស្រុកហ្នឹងបូជាហ្នឹងបូជារតបសម្បត្តិនឹងច្រើនដល់អគ្គសាវកទាំងពីរហ្នឹងហើយអគ្គសាវកទាំងពីរលោកជាអ្នកប្រាថ្នាតិចមានលោកមានយោតនានឹងទុកនៅក្នុងវត្តហ្នឹងឲ្យអញហើយមែនទេទេណាភិក្ខុប្រាថ្នាលិមួកហ្នឹងគឺអញ្ចឹងទៀតចង់តបានទៀតហើយយកមកធ្វើអីទៀតណាយើងគិតមើលទៀតណាចេញបួសគេថាបួសដើម្បីធ្វើដំណើរទៅកាន់ព្រះនិព្វានហ្នឹងមិនក៏មកបួសដើម្បីរកលៀបហើយមករកលៀបតដានៅក្រហមទៅដឹងតែត្រូវបួសធ្វើអីមកបួសមករកលៀបតដាទៀតមករកសុខស្រួលក្រៅទៀតនឹងបួសដែលត្រូវនឹងព្រះដ៏មានពភៈព្រះអង្គទ្រង់សរសើរគឺបួសដើម្បីរលាស់ខ្លួនបួសដើម្បីចាកចេញពីវត្តនេះនឹងបួសដែលត្រូវដែលព្រះដ៏មានពភៈព្រះអង្គសម្ដែងទៀតក្រៅពីបួស5យ៉ាងដទៃទៀតនោះគឺបួសមិនត្រឹមតែបួសនាំសេចក្តីទុកមកឲ្យខ្លួនបន្ទាប់ពីបែកកាយរំលាយខណ្ឌនេះទៅទៀតណាអញ្ចឹងទៀតណាកោលិកភិក្ខុនឹងក៏គិតចឹងនឹងហើយក៏មហាជនដ៏ច្រើនមានមកហើយព្រះអគ្គសាវកទាំងពីរអង្គនឹងនិមន្តទៅព្រមដោយភិក្ខុសង្ឃទៀតណាហើយក៏គេបូជានឹងគេបូជាចំពោះអគ្គសាវកទាំងពីរអង្គនឹងទៀតហ្នឹងព្រះសារីបុត្រព្រះមោគលានលោកដឹងចិត្តដល់លិមួកនឹងព្រោះលោកមានវិជ្ជា3ទៀតនឹងលោកដឹងចិត្តដល់លិមួករបស់ភិក្ខុហ្នឹងភិក្ខុកោលិកភិក្ខុហ្នឹង
ก็ห้ามคลอดในการโบชีนักเตียนห้ามคลอดว่าลูกยกแต่มาละมอมนะสำหรับพิโคตเซ็งตะตัวตามาละมอมเราจังหันเราไงนึงเตียนไอ้เปโบชีจานลูกห้ามคลอดนั่นจังเตียนลูกห้ามคลอดมันเอาเนี่ยสรุปนึงโบชีจานโบชีตามาละมอมปนังบานหายปิงบานหายไอ้ลูกcái bố chia pra cái bố chia mi hay nhá lúc ăn tụt tiền lúc mình tụt tê bây giờ hot á tiền à năng cột prasasana nè bọn bánh nhạt chẳng ná có prasad chẳng đâu mình nói khóc nữa bây giờ vị này đây bây giờ miền bắc phía bọn bánh nhạt nó không sạch hạ bót pi thôi một phay một pơn năng tê cái máu prasad đấy bót năng pramo kalian năng có niệm môn khô pro lục viên âm nào phơi trái chứ còn những món khô sọc năng tán tao đã cho sọc đã tay miền cái bầu chia thì tới ná có cái miền bầu chia đại tiền tao sọc đã tới cái bầu chia chán nè cái bầu chia chán pra sợi bọt năng pra mô kalian nó kêu đó là sọc từng nó có tao tua là cá bầu chia đâu bầu chia chán nè lụcตตัวนั่นเองนั่งให้ได้บางทีเราตตัวการโบเจจานไปสกระเตยให้มันตตัวการโบเจจานในขนมสกระบอกก่อละกะไปเขาไปพวดถ่าก็เลยกะไปเขานั่งดาปากกอปากกาอะไรเงี้ยนะดาปากกอปากกานั่งช่วยป้องปัญญาได้เงี้ยนะโดยเฉพาะขนมเรื่องพระพุทธวัตรไอ้นั่งจะดามพระสมาตัวองเลยพระสมาสามพุทธังดาในมุนบนบ้านอาตมาพองเมียนจังหันบ้านอาตมาอะไรเต้เนี่ยปลายนั่นคือปลายจังเดียวนะเพื่อนเราเมียนปกเพียปองมันได้เมียนปอเวจาน่าปากกาเอากี่ดาบ้าเต้จังเดียวนะปูปองปัญญัติเราสักขาบอดนั่งอย่าจะได้เดียวนะนั่งไอ้ข้อเลยกะผิดข้อนั่งโลกประกอบประกาศฉันหนึ่งเอาเกมาโบจีใส่หลอกตรอบอันนั้นโดยเชียกระหัวเมียนปุดมีเยี่ยเพี้ยนเมียนมีเยี่ยแหละปุดนะเพี้ยนหากนั่งให้บานเชียปราโมกเรียนหนึ่งประสริบทมันตัดตัวหนูก้าโบจีนูไอ้พวกท่าพิเคราะห์สโมกโรกนั่งโลกมันจะโลกจะล้อมจะมวยนึกพิเคราะห์สโมกโรกนั่งเท่สโมกโรกตายตั้งโลกดังให้เท่านั้นโลกมันเน่าจะโลกจะล้อมจะมุ้ยปีเขานั่งแต่โลกนี่มันตัวสกนั่งตัววัดนั่งแม่กับปันใต้โลกมันเน่าจะโลกจะล้อมจะมุ้ยนั่งกี่แร่เราบ้าปีเขากาละกะปีเขานั่งแต่จังมันจะโลกหามขอดในต่อไปตัวสกดาเต้เกเจ้าฟ้าจะมุ้ยนึงพระองค์เมื่อนั้นนะถ้าประกอบประกาเคยพระองค์ในมณฑลพร้อมเตียงปีเขาสั่งจานรอยเตียนตามประสริบทปรามรอยจานะเตียนปรามรอยไอ้ตามปรามโมกเลียนปรามรอยสัตว์ปรามรอยเตียนเจ็บบอระวานะจังเนี่ยสกนึงเมาโบเชียนึงจานไกลไรนะนั่งกระหอมมันเตี้ยละเตียนไปนิมนต์ตามสกตามภูมินั่งเตี้ยนั่งเนี่ยสกนึงเมาไปจุ่มกอกนี่โบเชียประเกณฑ์จังหันอย่างจานกลายเลยพระสไรบดหนึ่งพระโมกเล่นตัวแต่อ๋อเตียนปลัวต่อยหนึ่งกลัวđóเนี่ยสอบแต่อ๋อนั่งเตียนมันแมนตัวรายการโลกล้นนี่นะเตียนปลัวพระโลกเตะบานตำตายมวยจังหันมวยเปลังไอ้กับปันตายโลกตัวนั่นคือหนึ่งกลัวđóเนี่ยสอบแต่อ๋อนั่งเนี่ยก้าวเลยกะไปเขานี้เมียนกาแต่เดียต่างไปเปนั่งเตียนแต่กาวไปนาวสกอันเนาะเธอไอจะเนี่ยพัฒนาได้ตามตัวเต้ต่อมาดอสกนี่พัฒนาแต่ไอเจงมาเกี่ยไรฮะรักตามปัดเกี่ยสาวต่างปีอ่องนี่เชียเนี่ยพัฒนาลิมูติตาผู้เคยปองตัวเจริญนั่นเองหนึ่งก็เมียนกับนัดกุมกูนต่างปีเปย์ดังน่าเตียนกากุมกูนนี่ในซาครุนไออัดบานเลียบเตียนอันบานเรียบสการะ
ដាក់ព្រោះដោយអាស្រ័យព្រះសរិបុត្រនិងព្រះមោគលានហ្នឹងនិមន្តទៅដល់ស្រុករបស់ខ្លួនហ្នឹងទៀតអត់បានលៀបសក្ការៈពីការនិមន្តរបស់ព្រះសរិបុត្រព្រះមោគលានក៏មានការគុំគួនដល់ព្រះសរិបុត្រនិងព្រះមោគលានទៀតហ្នឹងអញ្ចឹងទៀតហ្នឹងកោလိកភិក្ខុហ្នឹងអញ្ចឹងទៀតគុំដោយមិនបានលៀបគុំដោយមិនបានយុះហ្នឹងណាតែអត់បានលៀបបានយុះគុំដោយសារតែលោកមានគំនិតគុំគួននឹងក៏រមុនលហេលហាទៅថ្វាយបង្គំព្រះដែលមានប្រភេទក្រៅទៀតកលកភិក្ខុបានទៅថ្វាយបង្គំព្រះដែលមានប្រភេទហើយក៏ប្រកាសទូពិតទៀតទូពិតនឹងទូពិតព្រះដែលមានប្រភេទថាបបិទ្ធព្រះអង្គដ៏ចម្រើនសរិបុត្រមោគលានជាភិក្ខុប្រាថ្នាលេមកខ្លួនឯងប្រាថ្នាលេមកថាព្រះអង្គទាំងពីរអង្គហ្នឹងប្រាថ្នាលេមកអញ្ចឹងទៀតណាខ្លួនឯងហ្នឹងជាភិក្ខុបួសមិនតាមព្រះធម៌មិនតាមព្រះវិន័យថាគេនោះបួសមិនតាមភិក្ខុមិនតាមធម៌មិនតាមវិន័យហ្នឹងភិក្ខុពីរហ្នឹងអញ្ចឹងទាំងហ្នឹងព្រះដែលមានប្រភេទអនុគ្រោះដល់កលកភិក្ខុហ្នឹងទៀតហ្នឹងក៏បញ្ចេញព្រះអសវាចាយ៉ាងពីរោះទៀតថាមេកលកៈអ្នកចូលធ្វើចិត្តឲ្យជ្រះថ្លាជាមួយនឹងសរិបុត្រនិងមោគលានចុះព្រោះថាសរិបុត្រនិងមោគលានមានសិលជាទីស្រឡាញ់ហ្នឹងពាក្យថាមានសិលជាទីស្រឡាញ់ហ្នឹងបានសេចក្តីថាយ៉ាងម៉េចទៀតបានសេចក្តីថាលោកគោរពនៅសិក្ខាបទណាទៀតណាសិក្ខាបទទាំង227ហ្នឹងលោកគោរពទៀតហ្នឹងមិនមែនទៅប្រកបប្រកាសដូចជាកោលកៈភិក្ខុហ្នឹងទេឲ្យគេមកបូជាទេហ្នឹងណាចង់បូជាក៏បូជាទៅហ្នឹងបើវាត្រូវតាមពុទ្ធបញ្ញត្តិហើយតែប្រកបប្រកាសអញ្ចឹងគឺទៅរកទ្រព្យប្រកបប្រកាសហ្នឹងវាខុសបញ្ញត្តិដែរខុសបញ្ញត្តិហ្នឹងមានសិលទៀតអត់សិលណាទៀតណាសិលប្រព្រឹត្តប្រព្រោះហ្នឹងទៀតចំណែកព្រះសរិបុត្រនិងព្រះមោគលានមានសិលជាទីស្រឡាញ់ដែលព្រះអង្គសរសើរហ្នឹងសរសើរអញ្ចឹងទៀតតាកលកៈមានកលកៈអ្នកចូលធ្វើចិត្តជ្រះថ្លាជាមួយនឹងសរិបុត្រនិងមោគលានចុះព្រោះថាសរិបុត្រនិងមោគលានមានសិលជាទីស្រឡាញ់ហើយកលកៈភិក្ខុនឹងតេះដៀលព្រះសរិបុត្រនឹងរហូតតតែ3ដងព្រះដែលមានពភាព្រះអង្គហាមឃាត់ដល់3ដងទៀតហើយក៏មិនស្ដាប់ទៀតណាបកគលពីលហ្នឹងសូម្បីតែព្រះសម្មាសម្ពុទ្ធនឹងព្រានបដៅយ៉ាងណាក៏នៅតែពីលទៀតនៅតែពីលទៀតហ្នឹងនៅតែពីលក៏អញ្ជើញចេញថ្វាយគុំព្រះអង្គឲ្យចេញពីកន្លែងនេះទៅណានេះកម្មហ្នឹងវាទាន់ហន់អញ្ចឹងទៀតព្រោះថាពេលដែលលោកបានចេញទៅក៏បែកពងតូចឡើងធំប៉ាន់ផ្លែពត្រាតាមលំដាប់ហ្នឹងដោយតែលោកប្អូនអារាធនាក្នុងប្អូននៅក្នុងបៃដកហ្នឹងអញ្ចឹងទៀតនេះហេតុអីបានជាមានពងតូចហ្នឹងដោយឫទ្ធិរបស់ព្រះអរហន្តហើយអត់ទេគឺជាតួកម្មព្រោះលោកបានធ្វើអកុសលកម្មហ្នឹងអកុសលកម្មក្នុងមួយទ្វារវិថីដែលកលកភិក្ខុតេះដៀលព្រះសរិបុត្រតាំងតែពីនៅក្នុងស្រុករហូតមកដល់ជួបព្រះអង្គនេះច្រើនម៉ោងច្រើនពេលលាណាស់ហ្នឹងអញ្ចឹងទេហើយទ្វារវិថីរត់រហូតទៀតហើយក្នុងមួយទ្វារវិថីមាន7ចវ័នហ្នឹងទេនេះអាចវ័នទី1ចវ័នទី1នឹងឯងគឺជាឲ្យផលនៅបច្ចុប្បន្នហ្នឹងកម្មហ្នឹងវាធ្ងន់ទៀតអញ្ចឹងកម្មដែលកើតនៅក្នុងចវ័នទី1គ្រប់ទ្វារវិថីចិត្តហ្នឹងវាឲ្យផលមកហ្នឹងឲ្យផលវាផ្ដល់រូបដែលកម្មមជ្ឈរូបហ្នឹងកម្មមជ្ឈរូបមិនល្អវាទៅជាខ្ទុះពងរូបដែលកើតអំពីកម្មហ្នឹងទេណាទៅជាខ្ទុះពងបែកយ៉ាងចូលកើតរោគទៅនឹងផ្ទះអន្តែងក្រៃលែងដោយសារកម្មរបស់ខ្លួនបានប្រទុះជាមួយនឹងព្រះសរិបុត្រនិងព្រះមោគលាននឹងឯងទៀត
ចំណែកឯឧបជារបស់លោកគឺជាព្រះអរហន្តណាឧបជាទៀតណាសំទោសទៀតជាព្រះអនាគីណាឧបជារបស់លោកបាននៅសភាវព្រំណាបានដឹងដំណឹងថាកោលកៈភិក្ខុនឹងបានប្រទុះជាមួយនឹងព្រះសរវៃបុត្រនិងព្រះមោគគលានលោកក៏និមន្តចុះពីមហាព្រំនឹងមកពីសភាវព្រំនឹងមកណាមកសំកាំងលើអាកាសទៀតណាហើយព្រៀនបដៅទៀតម្នាក់កោលកៈអ្នកចូលធ្វើចិត្តចេះថ្លាជាមួយនឹងសរីបុត្រនិងព្រះមោគគលានចុះលោកសំដែងស្តៀងនឹងព្រះដ៏មានប្រភពទៀតព្រោះថាព្រះសរីបុត្រនិងព្រះមោគគលានគឺជាភិក្ខុមានសិលជាទីស្រឡាញ់កោលកៈភិក្ខុនឹងក្រឡេកខ្លួនឯងបែកពងពេញខ្លួនហើយហ្នឹងទៀតណាឃើញព្រំនៅខាងលើហ្នឹងអាកាយនេះវាឈឺផងសេចក្តីបន្ទុះហ្នឹងវាទោសៈវាបាំងផងហ្នឹងសេចក្តីមួម៉ៅហ្នឹងកើតឡើងផងក្តៅក្រហាយផងក៏ថាឲ្យព្រំហ្នឹងទៀតណាព្រំដែលជាឧបជារបស់លោកណាទៀតណាថាឲ្យព្រំហ្នឹងណែឯងឮថាព្រះដ៏មានប្រភពហ្នឹងព្យាករថាណែឯងបានជាអនាគីឥឡូវបាននៅសភាវព្រំណែឯងមកទីនេះមានការអីស្ដីឲ្យឧបជាទៀតណាបុគ្គលកាយហ្នឹងគឺកាយក្រៃលែងណាគ្មានគ្រប់កោតក្រៃព្រះមិនគោរពផងទៅគោរពអីឧបជាហ្នឹងទៀតព្រមហ្នឹងក៏តបាត់ទៅទៀតព្រៀនបដៅឡើង3ដងដែរទៀតណាអត់ស្លាប់ក៏លោកតបាត់ទៅព្រះអនាគីទៀតរួចហើយក៏កលកៈភិក្ខុនឹងបែកខ្ទុះហូឈាមនឹងស្លាប់នៅក្នុងខណៈពេលហ្នឹងទៅនឹងធ្លាក់នៅក្នុងបតុមរៈហ្នឹងគឺនរកជ្រៅណាស់ទៀតចិត្តដល់អវជ័យនរកមហានរកទាំងអស់ហ្នឹងគឺមានឧសភៈនរកសងខាងទៀតមហានរកនីមួយហ្នឹងទៀតហ្នឹងគឺមាននរកសងខាងតូចហ្នឹងមានឈ្មោះនរកទៀតណានឹងឧសភៈនរកហ្នឹងមានឈ្មោះនរកតូចទៅក្នុងហ្នឹងទៀតចឹងទៀតណាមានប៉ុណ្ណរកហ្នឹងដែរកលកៈភិក្ខុហ្នឹងកំពុងតែសោយទុកនៅក្នុងទីហ្នឹងទៀតនៅក្នុងកណាទៀតបតុមនរកនេះគឺមានអាយុវែងទៀតនឹងអាយុវែងណាស់មិនងាយនឹងបានរួចផុតពីបតុមនរកហ្នឹងទេព្រះដែលមានប្រភពព្រះអង្គប្រៀបធៀបឲ្យដូចជាពំនុកក្របល្ងហើយបានស្ដាប់មកហើយបងប្អូនអារាធនាមកហើយទៀតនរកហ្នឹងយ៉ាងម៉េចចឹងម៉េចហ្នឹងគឺគួរឲ្យខ្លាចទៀតណាទោះកើតអំពីមាត់ទៀតព្រះមហាព្រំហ្នឹងលោកសំដែងចឹងដែរទៀតនឹងមហាព្រំដែលជាព្រះអនាគីហើយទោះកើតអំពីមាត់នៅសុកឲ្យមាត់កើតឲ្យមាត់នាំទោសដាក់ខ្លួនទៀតហើយក៏ទាញទម្លាក់ខ្លួនឯងនៅក្នុងមហានរកហ្នឹងទៅកណាទៀតវត្តដាក់នេះគឺអញ្ចឹងទៀតណាហ្នឹងគឺអញ្ចឹងឯងមានឱកាសបានបួសជាមួយនឹងព្រះសម្មាសម្ពុទ្ធមានឱកាសបានមានឧបជាសត្វតែជាព្រះអរិយបុគ្គលប៉ុន្តែខ្លួនឯងជាបុគ្គលពេលណាងប់ងល់ទៅនឹងការសរសើรงប់ងល់ទៅរកលៀបបុគ្គលកាលបើឆ្លក់វង្វេងនៅក្នុងការសរសើរឆ្លក់វង្វេងនៅក្នុងលៀបបុគ្គលនោះឯងទោះបីជាពហុសោតក៏ដោយទៀតក៏សំដែងធម៌នឹងមិនត្រឹមទៅតាមព្រះពុទ្ធដីកាដែរនៅក្នុងព្រះអត្ថកថាលោកបញ្ជាក់ចឹងទៀតគឺសំដែងធម៌គឺសំដែងនៅសធម្មបដរូបមិនមែនជាធម៌ផងស្តៀងនឹងធម៌ហ្នឹងណាហ្នឹងទៀតណាផ្លូវនេះជាផ្លូវមិនមែនប្រព្រឹត្តទៅដើម្បីអរិយមគ្គពោលថាផ្លូវហ្នឹងជាផ្លូវជាអរិយមគ្គ
ចឹងទេណានឹងផ្លូវនេះមិនមែនជាផ្លូវរបស់ព្រះសម្មាសម្ពុទ្ធជាគោចររបស់ព្រះសម្មាសម្ពុទ្ធដែលទ្រង់ព្រានបដៅយើងពោសដៀងហ្នឹងទាំងដូចជាគោចររបស់ព្រះអង្គចឹងហើយអ្នកធ្វើតាមហ្នឹងប្រណិប័តអត់ចេញបានតែសេចក្តីសុខបន្តិចតួចបន្តិចតួចនៅក្នុងភពហ្នឹងឬនៅក្នុងជាតិជាមនុស្សហ្នឹងហ្នឹងក៏ប៉ុន្តែមិនមែនជាអរិយមគ្គទេមិនមែនជាផ្លូវទេបើយើងដើរអត់ទៅផ្លូវហើយធ្វើមិនទៅកាន់ព្រះនិព្វានបានវាបានត្រឹមតែសេចក្តីសុខបន្តិចបន្តួចហ្នឹងអ្នកដែលចង់សម្លាប់ខ្លួនហ្នឹងក៏រួចពីការសម្លាប់ខ្លួនហ្នឹងរស់នៅអញ្ចឹងទៅហ្នឹងអញ្ចឹងទេណាអ្នកដែលមានសេចក្តីមិនដែលមានសេចក្តីជ្រះថ្លាក៏ជ្រះថ្លាមានសេចក្តីសុខបច្ចុប្បន្នហ្នឹងទៅអប់រំចិត្តបច្ចុប្បន្នហ្នឹងឲ្យបានសេចក្តីសុខមិនសូវអន្ទះអន្តែងពេកណាតាមពិតវានៅក្នុងអំណាចនៃសេចក្តីទុកដដែលហ្នឹងដូចថាទុក100ហ្នឹងណាបានសេចក្តីសុខត្រឹម20% ថាសុខហើយសុខ 100% ហ្នឹងប៉ុន្តែទុកនៅ80ទៀតណានេះសេចក្តីសុខពិតប្រាកដនោះហើយក៏បីបងប្អូនប្រុសស្រីទាំងអស់បាននោះគឺសេចក្តីសុខនៅក្នុងវិបស្សនាញាណណានាមរូបបរិច្ឆេទនេះនាមរូបបរិច្ឆេទញាណនេះគឺជាសេចក្តីសុខដ៏យ៉ាងក្រៃលែងណាបុគ្គលមាននាមរូបបរិច្ឆេទញាណបច្ចយបរិក្ខញាណរហូតដល់ឧត្តយបយញាណទៅទៀតណាលោកមានសេចក្តីសុខទោះបីជាមានរឿងរ៉ាវធ្ងន់ធ្ងររហូតដល់អស់ជីវិតរហូតដល់រលាយទ្រព្យសម្បត្តិរហូតដល់អស់ប្រពន្ធអស់កូនណាឬក៏ថានឹងត្រូវបាត់បង់ជីវិតទៅទៀតណាឬក៏មិនបាត់បង់ជីវិតទេទឹកភ្នែកហូររហាមដូចជាឈាមណាក៏បុគ្គលដែលមានសមាទិដ្ឋិបានស្គាល់នៅញាណនោះរស់នៅជាសុខដែរទៀតណាលោកមានដំណើរតែមួយយ៉ាងគឺទៅកាន់ព្រះនិព្វានព្រោះលោកឃើញទិសដៅថាមានតែព្រះនិព្វានទេគឺជាទីកន្លែងបរមសុខនៅក្នុងភពនេះมันមានសេចក្តីសុខឯណានេះមួយទេអញ្ចឹងលោកមានតែតម្រង់ទិសចម្រើននៅញាណនោះកាន់តែចម្រើនឡើងមានសេចក្តីសុខនៅញាណក្នុងគណៈដែលវិបស្សនាញាណកើតឡើងគឺពទ្ធារវិថីនឹងដូររួចហើយទៀតគឺសុខនៅក្នុងគណៈដែលកើតឡើងឯងអញ្ចឹងលោកខំចម្រើនញាណឲ្យបន្តជាប់គ្នាឲ្យដូចជាអ្នកចម្រើនឈានអ្នកចម្រើនឈានក៏ដូចគ្នាទៀតកាលណាបើឈានកើតបន្តជាប់គ្នាសេចក្តីសុខនៅក្នុងឈាននឹងក្រៃលែងណាស់អ្នកចម្រើននៅវិបស្សនាក៏ដូចគ្នាដែរទៀតកាលណាបើវិបស្សនាកើតបន្តជាប់គ្នាហើយគឺសេចក្តីសុខនៅក្នុងវិបស្សនាញាណនោះគឺជាសេចក្តីសុខដ៏ក្រៃលែងហ្នឹងហើយជាសេចក្តីសុខប្រព្រឹត្តទៅដើម្បីវិវត្តទៅទៀតហ្នឹងហើយចឹងទៀតណាដូច្នេះដំណើរដែលយើងត្រូវធ្វើដំណើរដែលយើងត្រូវជ្រកគឺគោចរព្រះដ៏មានប្រភពគឺវិបស្សនាទៀតណាវិបស្សនាអ្នកដែលមានអធិស្ឋានចម្រើនសតិប្បដ្ឋានក៏សតិប្បដ្ឋានវិបស្សនាទៅមានអ្នកដែលមានអធិស្ឋានចម្រើននៅសមថៈក៏សមថៈវិបស្សនាទៅហើយអ្នកដែលមានអធិស្ឋានក្នុងការចម្រើននៅវិបស្សនាទៅកំណត់សង្ខារធម៌សុទ្ធពាក្យថាកំណត់សង្ខារធម៌សុទ្ធហ្នឹងគឺកំណត់នៅក្នុងទ្វារវិថីហ្នឹងទ្វារវិថីនេះគឺជាសង្ខារធម៌យល់ចឹងទេឲ្យយល់អត់ចឹងទៅយើងដឹងថាត្រូវធ្វើយ៉ាងម៉េចទេណាទ្វារវិថីមួយទ្វារវិថីនេះគឺជាសង្ខារធម៌មានរូបធម៌និងនាមធម៌ហ្នឹងឯងកំណត់សង្ខារធម៌សុទ្ធហ្នឹងអញ្ចឹងទេដូច្នេះកំណត់ឲ្យបានឃើញថានេះជារូបនេះជានាមឲ្យកំណត់ឲ្យបានឃើញថារូបនិងនាមនេះកើតពីបច្ច័យកំណត់ឲ្យបានឃើញថារូបនិងនាមនេះជាទុក្ខជាអនត្តាជាបោកជាសណាកំណត់ឲ្យឃើញអញ្ចឹងទៀតកំណត់ឲ្យឃើញថានាមនិងរូបនេះគឺកើតឡើងហើយរលត់ជាធម្មតាហ្នឹងចឹងទេណាបានឃើញការកើតនិងការរលត់របស់នាមនិងរូបហើយហ្នឹងកំណត់ឲ្យបានឃើញថានាមនិងរូបនេះមានតែការរលត់មានតែការបែកធ្លាយអត់មានទីពឹងអីតតែសោះប្រៀបដូចជាដុំពពុះទឹកណា
អត់មានអីសំខាន់អីតោះតែសោះឃើញតែពីការរលត់ឃើញពីការបែកធ្លាយរូបនឹងនាមហ្នឹងទៀតណាមិនមែនជាអញអត់មានទីពឹងអីនៅក្នុងនាមនឹងរូបនឹងទេណាឃើញទេណាតាក់ទងនឹងនាមរូបទាំងអស់វិបស្សនាការលំដាប់ការតាមលំដាប់ហ្នឹងសុទ្ធតែតាក់ទងជាមួយនឹងនាមហើយនឹងរូបហ្នឹងដូច្នេះបុគ្គលក៏បីឲ្យបានស្គាល់នាមនឹងរូបហ្នឹងតាមសេចក្តីពិតហ្នឹងបើអត់ស្គាល់នាមនឹងរូបតាមសេចក្តីពិតទេទៅមុខទៀតវិបស្សនាទៅមុខទៀតអត់អាចកើតឡើងបានទេហ្នឹងនិយាយចិត្តអីទៀតហ្នឹង